Rương rào mùa ní ca lang vui tăngពីជាង50ឆ្នាំមុនដែលជាពេលវេលាមួយដែលខ្ញុំមិនទាន់កើតហើយនឹងខ្ញុំជឿថាបងប្អូនអ្នកស្ដាប់ជាច្រើនក៏អត់ទាន់កើតដូចគ្នាដែរអញ្ចឹងយើងព្យាយាមសម័យនៅរូបភាពហើយនឹងពេលវេលាទោះបីយើងមិនទាន់កើតទាន់ក៏ដោយអញ្ចឹងណាយើងព្យាយាមស្ដាប់ព្យាយាមសម័យតាមដើម្បីដឹងថាសម័យនោះវាមិនដូចឥឡូវរឿងនេះកើតឡើងចំពោះលោកតាម្នាក់ឈ្មោះតាដនប៉ុន្តែនៅក្នុងរឿងនេះខ្ញុំនឹងអាចហៅគាត់ថាពូដនដោយសារតែនៅក្នុងរឿងគាត់អាយុជាង20ឆ្នាំប៉ុណ្ណោះកាលនោះពូដនរស់នៅក្នុងភូមិមួយដែលជាភូមិដាច់ស្រយាលខ្លាំងណាភូមិដែលគាត់នៅគឺជាតំបន់ព្រៃភ្នំដែលអត់សូវមានអ្នកភូមិច្រើនទេបើរាប់ពីផ្ទះវិញប្រហែលជាមាន15-16ខ្នងប៉ុណ្ណោះនិយាយទៅដើមមួយផ្លែនគឺផុតភូមិរបស់គាត់នឹងតែម្ដងជាភូមិមួយដែលតូចមិនមានការអភិវឌ្ឍហើយមិនមានមន្ទីរពេទ្យមិនមានអ្វីផ្សេងអត់មានការលក់ដូរឬក៏ផ្សាយគឺអត់មានទេបើចង់ទៅមន្ទីរពេទ្យយើងត្រូវធ្វើដំណើរឆ្ងាយប៉ុន្តែអ្នកភូមិនៅទីនោះពេលឈឺម្ដងគាត់មិនដែលទៅពេទ្យទេគឺគេមានអ្នកមានវិជ្ជាព្យាបាលបែបធម្មជាតិណាអញ្ចឹងមិនចាំបាច់មានពេទ្យក៏អាចគាត់ថាព្យាបាលបែបធម្មជាតិនឹងជាបានដែរតាមជំងឺរបស់គាត់អញ្ចឹងណាអ្នកភូមិភាគច្រើនចូលទៅព្រៃប្រមាញ់សត្វឬក៏រកបន្លែផ្លែឈើជាម្ហូបអាហារដើម្បីចិញ្ចឹមជីវិតនៅក្នុងភូមិខ្លះទៀតចិញ្ចឹមសត្វនៅក្រោមផ្ទះដូចជាមាន់ទាគោក្របីឬក៏សត្វដែលគាត់បានចាប់បាននៅក្នុងព្រៃនៅពេលដែលគាត់ទៅបរបាញ់សត្វដែលមិនទាន់ស្លាប់ហ្នឹងគឺគាត់យកមកចិញ្ចឹមហើយលក្ខណៈចិញ្ចឹមសត្វព្រៃនៅក្រោមផ្ទះក៏គឺជាការប្រើប្រាស់ជីវិតមួយនៅតាមតំបន់របស់ពួកគាត់រស់នៅហ្នឹងណាពួកដងគាត់ថានៅភូមិឲ្យតែដល់ម៉ោង6-7យប់ហ្នឹងគឺស្ងាត់ភូមិតែម្ដងពីព្រោះត្រឹមម៉ោង6គេចូលទៅក្នុងផ្ទះអស់ហើយអត់មានអ្នកណាចេញក្រៅទេបើចេញគឺពួកគាត់ចេញទៅប្រមាញ់សត្វអញ្ចឹងណាក្មេងៗឬក៏ស្ត្រីគឺគាត់ចូលផ្ទះអស់ហើយដោយសារក្នុងភូមិនោះគឺគ្មានភ្លើងគ្មានអ្វីទេវាងងឹតហើយគេប្រើតែជំនាន់នោះមានភ្លើងចង្គៀងឬក៏ភ្លើងតូចនៅមុខផ្ទះអញ្ចឹងណានោះគឺជាសភាពទូទៅនៅក្នុងភូមិរបស់គាត់តែម្ដងពួកដនគាត់ថាកាលនោះគាត់ក៏ប្រើជីវិតដូចអ្នកភូមិទូទៅគឺចូលចិត្តចូលព្រៃប្រមាញ់សត្វរកបន្លែផ្លែឈើដើម្បីចិញ្ចឹមជីវិតខ្លួនឯងចូលព្រៃរកតាមសមត្ថភាពដែលគាត់អាចធ្វើបានមិនអាចហ៊ានចូលទៅជ្រៅឬក៏ប្រមាញ់សត្វធំទេដូចអ្នកប្រមាញ់ជំនាញទេព្រោះកាលនោះគាត់មិនទាន់មានបទពិសោធន៍ច្រើនគាត់ចូលបានត្រឹមតែព្រៃរាក់អញ្ចឹងណាពួកគាត់ថានៅចុងភូមិមានវត្តអារាមមួយធ្វើពីឈើប៉ុន្តែវត្តនោះគ្មានព្រះសង្ឃគង់នៅក្នុងវត្តហ្នឹងឯងមានតែកុដិឈើនិងអ្វីនៅទីនោះចាប់ផ្ដើមបែកបាក់ខ្ទេចអស់ហើយនិយាយទៅគឺជាវត្តចាស់មួយដែលគេបោះបង់ចោលណាដោយសារតែវត្តនៅចុងភូមិនៅក្នុងព្រៃរៀងជ្រៅជាងគេអត់មានអ្នកណាទៅមើលថែទើបវត្តនោះកាន់តែទៅទ្រង់បន្តិចម្ដងទោះបីភូមិនោះជាភូមិតូចពិបាកធ្វើដំណើរក៏ពិតមែនគ្មានវត្តអារាមត្រឹមត្រូវគ្មានព្រះសង្ឃគ្មានមន្ទីរពេទ្យឬក៏គ្មានសាលារៀនគ្មានអីលក់ដូរគ្មានអីច្រើនណាប៉ុន្តែពួកដណាគាត់ថាគាត់រស់នៅក្នុងភូមិនោះតាំងពីតូចរហូតមកដល់ធំគាត់មានក្តីសុខរស់នៅក្នុងភូមិរបស់គាត់ណាអ្នកភូមិនៅទីនោះចេះជួយគ្នាទៅវិញទៅមកស្រឡាញ់គ្នាស្គាល់គ្នាស្ទើរតែពេញមួយភូមិហើយចេះយកអាសាគ្នាអញ្ចឹងណាបើមានអ្នកស្លាប់ទោះគ្មានព្រះសង្ឃនិមន្តមកក៏នាំគ្នាជួយធ្វើពិធីបុណ្យអ្នកភូមិចេះជួយរៀបចំចេះជួយធ្វើពិធីបុណ្យសពឲ្យគ្នាទៅវិញទៅមករហូតអញ្ចឹងណានិយាយទៅគឺជាភូមិតូចពិតមែនប៉ុន្តែងាយស្រួលក្នុងការរស់នៅមិនមានអីពិបាកទេសភាពនៅភូមិរបស់គាត់បែបនេះរហូតដល់មានព្រះសង្ឃមួយអង្គនិមន្តមកព្រះសង្ឃមួយអង្គនោះគាត់
មានប្រជជនច្រើនហើយពូដននិងអ្នកភូមិហៅថាលោកតាគ្រាន់តែឃើញលោកតានិមន្តមកក្នុងភូមិអ្នកភូមិប្រញាប់ប្រញាល់នាំគ្នាទៅក្រាបសំពះអញ្ចឹងណាហើយក៏សួរនាំលោកតានិមន្តមកពីខាងណាហើយនៅមកភូមិនេះមានការអីដែរអញ្ចឹងណាអ្នកភូមិបានទៅសួរនាំពួកគាត់ក៏សួរបែបសប្បាយចិត្តព្រោះខានឃើញព្រះសង្ឃនិមន្តមកភូមិនេះយូរហើយលោកតាមានសង្ឃលេខាថាលោកតានិមន្តមកភូមិនេះគឺដើម្បីទៅគង់នៅវត្តចាស់នៅចុងភូមិហើយចង់ធ្វើឲ្យវត្តនោះនៅរស់រានមានឡើងវិញអញ្ចឹងណាជាវត្តមួយដែលមានព្រះសង្ឃគង់នៅវិញព្រោះដោយសារវត្តនោះគឺបានទុកចោលទឹកទ្រោមបាក់បែកអស់អញ្ចឹងណាអ្នកភូមិឮហើយគាត់នាំគ្នាសប្បាយចិត្តណាព្រោះអីគាត់ខានមានព្រះសង្ឃគង់នៅយូរហើយវត្តក៏ចាស់បាក់បែកអស់ទៀតបើមានព្រះសង្ឃគង់មកនៅក្នុងវត្តនោះគឺនឹងរស់វត្តនោះដូចរស់ឡើងវិញអញ្ចឹងណាមានអ្នកមើលថែទាំហើយអ្នកភូមិក៏អាចទៅដាក់បាតធ្វើបុណ្យទានងាយស្រួលមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅវត្តផ្សេងនិយាយទៅមានតែរឿងល្អៗនៅក្នុងភូមិរបស់គាត់អ្នកភូមិម្នាក់ក៏សប្បាយចិត្តខ្លាំងណាស់កំឡុងពេលអ្នកភូមិកំពុងតែក្រាបសំពះព្រះសង្ឃស្រាប់តែមានបរិសម្នាក់ដើរមកតាមក្រោយព្រះសង្ឃណែនាំថាបរិសនេះជាកូនសិស្សរបស់លោកតាហើយមកចាំបម្រើនៅវត្តជាមួយលោកតាបរិសនោះឈ្មោះថាផាន់គាត់ជំរាបសួរអ្នកភូមិហើយក៏ណែនាំខ្លួនថាជាកូនសិស្សរបស់លោកតាពូដនថាបងផាន់នេះជាប្រហែលអាយុជាង20ឆ្នាំគាត់ស្គមស្គាំងស្រដៀងនឹងអាយុពូដនដែរប៉ុន្តែគាត់មានស្នាមសាក់ច្រើនណាស់នៅលើដៃជើងដងខ្លួនគាត់ណាប្រហែលជា50-70% នៃខ្លួនរបស់គាត់ពេញខ្លួនហ្មងអញ្ចឹងណាស្នាមសាក់ទាំងនោះមិនមែនស្អាតមិនមែនលយទេប៉ុន្តែគឺជាប្រភេទស្នាមសាក់ដែលនិយាយថារូបភាពអាក្រក់ណាអ្នកភូមិសង្កេតឃើញបែបនេះហើយប៉ុន្តែគ្មានអ្នកណានិយាយអីទេគាត់ស្ងាត់អស់អញ្ចឹងគ្រាន់តែលួចមើលអញ្ចឹងទៅក្រោយមកអ្នកភូមិក៏ជួងលោកតានិមន្តទៅវត្តចាស់នៅចុងភូមិនោះពេលទៅដល់ឃើញសភាពវត្តនោះបាក់បែកខ្ទេចប្រើការអត់បានទេអ្នកភូមិក៏សម្រេចចិត្តជួយកសាងវត្តកុដិថ្មីហ្នឹងណាឲ្យព្រះសង្ឃគង់នៅធ្វើឲ្យបានស្អាតហើយធំជាងមុនដោយតំបន់នោះមានឈើច្រើនអ្នកភូមិយកឈើមកជួយសាងសង់កុដិស្អាតមួយឲ្យព្រះអង្គចំណែកកុដិសម្រាប់កូនសិស្សក៏គេកែកុដិចាស់ហ្នឹងឲ្យបានប្រើប្រាស់វិញបានដែរការសាងសង់អត់ទាន់រួចទេការសាងសង់នោះប្រើរយៈពេលតិចជាង1ខែព្រោះអ្នកភូមិរួមកម្លាំងគ្នាច្រើនព្រះអង្គនិងកូនសិស្សក៏គង់នៅវត្តនោះចាប់តាំងពីពេលនោះមកអ្នកភូមិបានសង្កេតឃើញថាព្រះសង្ឃនិងកូនសិស្សតែងតែនិមន្តបិណ្ឌបាតរាល់ព្រឹកហើយអ្នកភូមិក៏តែងតែដាក់បាតរាល់ព្រឹកដែរបើចង់ធ្វើបុណ្យឬក៏ប្រគេនអ្វីទៅព្រះសង្ឃគេដើរទៅវត្តចុងភូមិក៏คล้ายជាភូមិមួយដែលមានវត្តមានហើយក៏អាចធ្វើបុណ្យងាយស្រួលមិនដូចមុនដែលត្រូវធ្វើដំណើរឆ្ងាយ10 គីឡូម៉ែត្រទម្រាំទៅដល់វត្តអ្នកភូមិសប្បាយចិត្តណាគាត់សប្បាយចិត្តរីករាយដោយសារមានវត្តចឹងណាប៉ុន្តែពូដនថាសប្បាយចិត្តមិនបានយូរទេប្រហែលជា 5-6 ខែក្រោយមកស្រាប់តែមានហេតុការណ៍ចម្លែកកើតឡើងនៅក្នុងភូមិចាប់ផ្ដើមផ្អើលមានសត្វងាប់ដូចគឺមាន់ទាអ្នកភូមិមិនទាន់គិតច្រើនទេប៉ុន្តែយូរទៅមានឆ្កែងាប់ហើយមានសភាពឆ្កែងាប់នោះគឺអាក្រក់មែនតើមានស្នាមខាំស្នាមហែកខ្ទេចខ្ទីនៅតែក្បាលណាហើយជើងឬក៏ជើងតូចនៅក្បែរព្រៃអ្នកភូមិនិងអ្នកប្រមាញ់ឃើញសភាពនោះហើយដឹងថាជាខ្លាខាំព្រោះមានដានជើងដូចខ្លានិងស្នាមនៅលើខ្លួនឆ្កែអ្នកភូមិចាប់ផ្ដើមគិតថាប្រហែលជាមានខ្លាចូលមកស៊ីឆ្កែក្នុងភូមិហើយប៉ុន្តែអ្នកភូមិខ្លះថាមិនមែនអត់ដែលឮសំឡេងអ្វីទេដូចថាមិនដែលឮសំឡេងខ្លាអញ្ចឹងណាបើខ្លាចូលមកស៊ីឆ្កែពិតមែនគួរតែមានសំឡេងឆ្កែស្រែកឬក៏សំឡេងខ្លាប៉ុន្តែក្នុងភូមិនោះគឺស្ងាត់ជ្រាបតែម្ដង
ក្រោយមកសត្វងាប់កាន់តែច្រើនដល់គោដល់ក្របីទៀតសភាពគោក្របីងាប់ក៏ដូចឆ្កែមុនអញ្ចឹងគឺដូចខ្លាហែកស៊ីអញ្ចឹងណាអ្នកភូមិប្រកាសថា 100% គឺជាសត្វខ្លាព្រោះឃើញដានជើងនិងស្នាមនៅកន្លែងសត្វងាប់ប៉ុន្តែអ្នកភូមិនៅទីនោះចម្លែកចិត្តព្រោះម្ចាស់គោក្របីថាពេលយប់គេមិនដែលឮសលេងអ្វីសោះបើខ្លាមកស៊ីគោក្របីគួរតែមានសំឡេងបន្តិចបន្តួចដើម្បីឲ្យគាត់ដឹងអញ្ចឹងណាតែគោក្របីនោះក៏កំពុងតែត្រូវខ្លាខាំប៉ុន្តែគឺថាស្ងាត់គ្មានសំឡេងអ្វីទេនេះធ្វើឲ្យអ្នកភូមិដេកអត់លក់ឯងធម្មតាមិនដឹងថាមានខ្លាកំពុងតែមកស៊ីសត្វដនថាអ្នកភូមិចាប់ផ្ដើមភ័យចាប់ផ្ដើមមើលថែសត្វខ្លួនឯងឲ្យល្អប៉ុន្តែទោះមើលថែយ៉ាងណាក៏មួយអាទិត្យឬក៏ពីរអាទិត្យក្រោយសត្វដែលងាប់មានសភាពដែលនៅតែដូចដើមគឺដូចខ្លាស៊ីអញ្ចឹងមានដានជើងមានស្នាមឈាមមានសត្វខ្លះត្រូវខ្លាអុកចូលព្រៃអ្នកប្រមាញ់តាមដានជើងទៅក្នុងព្រៃត្រឹមបានតែ50ម៉ែត្រទេដានជើងខ្លានឹងដកឈាមបាត់ឈឹងឈឹងហ្មងអញ្ចឹងគាត់សង្កេតថាដានជើងខ្លាមាននៅក្នុងភូមិរបស់ពួកគាត់ប៉ុន្តែចូលទៅក្នុងព្រៃបន្តិចគឺបាត់ឈឹងហ្មងបាត់អត់ឃើញដានជើងហ្នឹងណានេះធ្វើឲ្យអ្នកប្រមាញ់រកខ្លាអត់ឃើញទេហើយតាមប្រមាញ់ក៏មិនបានទៀតអ្នកភូមិចាប់ផ្ដើមក្តៅក្រហាយហើយអ្នកប្រមាញ់ក៏អន្ទះសារព្រោះតំបន់នោះជាព្រៃភ្នំពិតមែនប៉ុន្តែមិនដែលមានខ្លាហ៊ានចូលមកក្នុងភូមិរបស់ពួកគាត់ទេតាំងពីដើមមកខ្លាភាគច្រើននៅក្នុងព្រៃជ្រៅជ្រៅឥឡូវខ្លាចូលមកដល់ក្នុងភូមិធ្វើឲ្យម្នាក់អន្ទះសារនឹងភ័យជាពិសេសគឺក្មេងៗរាយឪពុកមិនសូវឲ្យចុះលេងក្រោមផ្ទះទេខ្លាមកស៊ីអ្នកភូមិគាត់ក៏ស្ងាត់ទៅបងប្អូនប្រហែលជាខ្វល់ហើយហេតុអ្វីបានជាអ្នកភូមិពុដនមានអ្នកប្រមាញ់ហើយហេតុអ្វីបានជាអ្នកប្រមាញ់នៅខ្លាចរឿងខ្លាត្រូវដឹងថាអ្នកប្រមាញ់នៅផ្ទះនិងនៅក្នុងព្រៃគឺខុសគ្នាពេលយើងចូលទៅព្រៃគាត់មានកំភ្លើងមានអាវុធត្រៀមខ្លួនជាស្រេចបើខ្លាលូតមកគាត់អាចបាញ់បានភ្លាមប៉ុន្តែនៅផ្ទះពេលខ្លះគាត់អត់មានកំភ្លើងអីជាប់ខ្លួនទេគាត់មានតែកំភ្លើងនៅក្នុងផ្ទះឬដើរចុះមកក្រោមផ្ទះឬក៏ដេកនៅចង្ក្រានបើខ្លាលូតមកភ្លាមគាត់អត់ទាន់ត្រៀមខ្លួនទៅណាអញ្ចឹងទោះបីជាអ្នកប្រមាញ់ក៏ខ្លាចដែរព្រោះនៅផ្ទះគាត់អត់មានអាវុធជាប់ខ្លួនទេពួកដនថាអ្នកប្រមាញ់នៅក្នុងភូមិគាត់ព្យាយាមប្រមាញ់ខ្លាដើរតាមដានតាមស្នាមនៅក្នុងព្រៃប៉ុន្តែរកមិនឃើញដានជើងខ្លាមានតែក្នុងភូមិចូលព្រៃបន្តិចគឺបាត់អ្នកភូមិបានតែប្រយ័ត្នចឹងណាសត្វនៅតែបន្តការងាប់ជាពិសេសគឺគោក្របីមាន់ទាងាប់ម្ដងមួយឆ្លាស់គ្នាពេញផ្ទះតែម្ដងពីផ្ទះមួយទៅផ្ទះមួយអញ្ចឹងណាយប់នេះងាប់ផ្ទះនេះពី3ថ្ងៃទៀតងាប់ផ្ទះនេះអញ្ចឹងណាហើយនិយាយទៅគឺវាឆ្លាស់គ្នារាល់តែថ្ងៃរាល់តែយប់រំលងគ្នាមួយយប់2-3យប់អញ្ចឹងទៅពេលសត្វងាប់ច្រើនអ្នកប្រមាញ់ម្នាក់សម្រាប់ចិត្តបបួលអ្នកប្រមាញ់ 4-5 នាក់ទៀតទៅដាក់អន្ទាក់ចាប់ខ្លាគេយកគោមួយក្បាលចងនៅដើមឈើក្នុងព្រៃហើយអ្នកប្រមាញ់ឡើងពួនទៅលើដើមឈើចាំមើលបើខ្លាមកស៊ីគោគេនឹងចាប់វាបានឲ្យងាប់ហ្មងអញ្ចឹងណាបាញ់ឲ្យងាប់អញ្ចឹងណាប៉ុន្តែខ្លានោះឆ្លាតមែនតើយប់ដែលអ្នកប្រមាញ់ដាក់អន្ទាក់នឹងពួនចាប់នៅលើដើមឈើខ្លាមិនទៅស៊ីគោក្នុងព្រៃទេបែរជាមកស៊ីគោនៅក្នុងភូមិទៅវិញអ្នកភូមិម្នាក់ឃើញច្បាស់ថាខ្លាមួយក្បាលកំពុងតែស៊ីគោនៅក្រោមផ្ទះមួយដែលម្ចាស់ផ្ទះមិននៅទេ
អ្នកភូមិស្រែកផ្អើលពេញភូមិហើយសំឡេងនោះឮដល់អ្នកប្រមាញ់កំពុងតែពួននៅក្នុងព្រៃភូមិស្រែកពួកគាត់ក៏ប្រមាញ់ចុះពីលើដើមឈើរត់មកភូមិវិញពេលមកដល់ភូមិក៏ទៅសួរអ្នកដែលឃើញហេតុការណ៍ហើយអ្នកដែលបានឃើញហេតុការណ៍នោះក៏ប្រាប់ថាមុននេះឃើញខ្លាមួយក្បាលធំមែនទែនចូលមកក្នុងក្រោមផ្ទះស៊ីគោរបស់គាត់ដែលឃើញហេតុការណ៍នេះនៅតែបញ្ជាក់ថាវាធំណាស់ស្ទើរធំស្មើគោគាត់និយាយបែបភ័យព្រោះឃើញខ្លាហ្នឹងវាធំប្រហែលគោដល់ពេលនោះព្រានព្រៃគាត់ថាយប់នេះប្រហែលជាខ្លាមួយលែងមកទៀតហើយដោយសារវាស៊ីគោមួយក្បាលបាត់ទៅហើយអញ្ចឹងពួកគេក៏ដើរទៅយកគោដែលចូលនៅក្នុងព្រៃមកវិញប៉ុន្តែពេលដែលគាត់ដើរទៅរកគោនោះគោដែលនៅក្នុងព្រៃនោះគឺបាត់ទៀតនិយាយទៅចាញ់បោកខ្លានោះតែម្ដងស្រួលឲ្យយល់គឺមុននោះខ្លាមកស៊ីគោនៅក្នុងភូមិហើយពេលដែលអ្នកភូមិផ្អើលព្រានព្រៃក៏នាំគ្នាដើររត់មកចូលក្នុងភូមិវិញខ្លានោះក៏ទៅស៊ីគោក្នុងព្រៃម្ដងវាបដូរស្ថានភាពបែបនេះអញ្ចឹងយប់នោះគោពីរគឺត្រូវងាប់ទាំងពីរក្បាលប៉ុន្តែគោពីរក្បាលដែលងាប់នោះមិនសូវឈឺចាប់ទេអ្វីដែលឈឺចាប់គឺចាញ់បោកខ្លានោះឯងវាដូចមិនអស់ចិត្តណាទោះជាបីជាយ៉ាងណាក៏ដោយយប់នោះអ្នកភូមិមិនទាន់ឈប់ទៀតអ្នកភូមិព្យាយាមចូលព្រៃរកខ្លាមួយក្បាលនោះតាមរកតាមដានជើងឬឈាមគោដែលហូរទៅតាមផ្លូវប៉ុន្តែព្រានព្រៃទាំងអស់ថាពេលដែលគាត់ដើរទៅរកខ្លានោះគឺតាមដានជើងគាត់ដើររកបានត្រឹមតែ50ម៉ែត្រឬក៏100ម៉ែត្រប៉ុណ្ណោះស្រាប់តែដានជើងខ្លានោះគឺបាត់ឈឹងតែម្ដងមិនត្រឹមតែបាត់ទេដំណក់ឈាមគោដែលគាត់ឃើញនៅតាមផ្លូវក៏បាត់ដូចគ្នាអញ្ចឹងពួកគាត់ដើរទៅតាមផ្លូវណាទៀតដែលមានភស្តុតាងអ្វីខ្ទេចខ្ទីអស់លេងមកគឺអត់មានភស្តុតាងអីដែលគាត់ត្រូវដើរតាមណាគាត់ឆ្ងល់មែនតើថាខ្លានេះវាព្រមគោពីរក្បាលប៉ុន្តែហេតុអីបានជាព្រមទៅលឿនម៉េចហើយវាព្រមតាមណាហើយវាយកទៅទុកនៅណានិយាយទៅគឺវាឆ្លាតវាចម្លែកពីសត្វធម្មតាដល់ពេលនេះបានតែឆ្ងល់ហើយនាំគ្នាគិតរកវិធីថ្មីដើម្បីចាប់បានខ្លានោះឲ្យបានប៉ុន្តែពុដូនគាត់ថានៅពេលយប់ស្អែកមិនទាន់មានព្រានព្រៃណាចេញទៅចាប់ខ្លានោះទេយប់នោះព្រានព្រៃផ្សេងនៅក្នុងភូមិនៅឡើយប៉ុន្តែស្រាប់តែនៅក្នុងភូមិដែលកំពុងតែស្ងាត់នោះមានអ្នកភូមិម្នាក់ស្រែកថាគាត់ឃើញខ្លាចូលភូមិគាត់ស្រែកពាក្យនេះធ្វើឲ្យព្រានព្រៃម្នាក់ដែលនៅជុំវិញនោះគឺផ្អើលគេផ្អើលទៅយកកំភ្លើងយកអ្វីចេញមកក្រៅគេឃើញខ្លាពិតមែនអ្នកភូមិថាគេកំពុងតែឃើញខ្លាមួយក្បាលហើយវាកំពុងតែដើរក្បែរផ្ទះគេដែរអញ្ចឹងណាវាដើរនៅក្បែរផ្ទះគេដូចជាកំពុងរកចំណីដូចរយប់អញ្ចឹងប៉ុន្តែវារកអត់ទាន់បានទេអ្នកភូមិឃើញទាន់ពេលអ្នកភូមិឃើញព្រានព្រៃឃើញចេញមកយកកំភ្លើងយកអ្វីចេញមកទាន់ណាអ្នកភូមិម្នាក់ក៏វាបាញ់ខ្លាបាញ់ពីលើផ្ទះខ្លះបាញ់ពីបាញ់តាមអ្វីផ្សេងអញ្ចឹងណាបាញ់ត្រូវពិតមែនអ្នកភូមិអះអាងថាគាត់បាញ់ត្រូវខ្លានោះហើយប៉ុន្តែពេលបាញ់ត្រូវខ្លានោះគ្រាន់តែកឹកដូចជាវាត្រូវគ្រាប់ប៉ុន្តែវានៅរត់បានពេលនោះប្រហែលជាត្រូវមួយគ្រាប់ឬក៏ពីរគ្រាប់ហើយវាបោលចូលទៅក្នុងព្រៃហេតុការណ៍នេះធ្វើឲ្យអ្នកភូមិដឹងថាខ្លាមួយក្បាលនេះដែលចូលមកស៊ីសត្វនៅក្នុងភូមិគឺជាខ្លាធំមែនទែនអាចនិយាយបានថាធំជាងមនុស្សទៀតពេលវាបោលចូលក្នុងព្រៃវាបោលលឿនណាស់អ្នកភូមិដែលឃើញនិយាយដូចគ្នាពេលនោះអ្នកភូមិនឹងព្រានព្រៃដឹងថាខ្លានោះមិនមែនធម្មតា
អញ្ចឹងហើយក៏វាអាចស៊ីគោស៊ីក្របីអស់ទៅយ៉ាងងាយដោយសារវាខ្លួនវាធំពួកគាត់ភ្ញាក់ផ្អើលប៉ុន្តែក៏សប្បាយចិត្តដែរដោយសារតែព្រានព្រៃក៏បានយកកំភ្លើងទៅបាញ់អះអាងថាគាត់អាចបាញ់ត្រូវហើយឃើញខ្លាគឺដូចត្រូវគ្រាប់អញ្ចឹងពួកគាត់គិតថាប្រហែលជាខ្លានោះលែងហ៊ានចូលមកក្នុងភូមិទៀតហើយដោយសារតែសត្វភាគច្រើននៅពេលទៅកន្លែងណាដែលជួបគ្រោះថ្នាក់ឬក៏ត្រូវគ្រាប់វាឡើងមកទៀតហើយនេះជាធម្មជាតិរបស់សត្វព្រោះវាខ្លាចទើបលែងហ៊ានមកនេះជាអ្វីមួយដែលព្រានព្រៃគិតណាពួករនថាពិតមែនក្រោយមកអត់សូវមាននរណានិយាយរឿងសត្វងាប់ទេឬក៏ឃើញខ្លាចូលក្នុងភូមិទេឬគោក្របីឬក៏អ្វីទៀតអត់មានទេដល់ពេលនេះអ្នកភូមិចាប់ផ្ដើមប្រើជីវិតធម្មតាវិញលែងខ្លាចច្រើនហ៊ានចុះមកក្រោមផ្ទះហ៊ានប្រើជីវិតធម្មតាស្ត្រីក៏គាត់ហ៊ានចូលទៅក្នុងព្រៃរកបន្លែផ្លែឈើដូចជីវិតដែលគាត់រស់នៅពីមុនអញ្ចឹងពីមុនពេលមានខ្លាស្ត្រីមិនសូវហ៊ានចូលក្នុងព្រៃទេប៉ុន្តែឥឡូវដោយសារតែស្ថានភាពស្ងាត់អស់ហើយអ៊ំពូមីងអញ្ចឹងគាត់បងស្ត្រីហ្នឹងគាត់ហ៊ានចូលទៅព្រៃដូចមុនវិញធម្មតាអញ្ចឹងណានិយាយទៅប្រើជីវិតរស់នៅបែបធម្មតាវិញប៉ុន្តែពួកដូនគាត់ថាភាពស្ងាត់ពីខ្លានឹងចូលមកស៊ីសត្វនៅក្នុងភូមិនេះស្ងាត់តែមួយខែជាងទេនិយាយទៅសកម្មភាពដែលស្ងាត់គឺតែមួយខែជាងទៅ2ខែស្រាប់តែថ្ងៃមួយគាត់ទទួលដំណឹងថាមានស្ត្រីម្នាក់ស្លាប់នៅក្នុងព្រៃសភាពសពរបស់គាត់រន្ធត់មែនតែនពេលទៅឃើញគាត់ស្លាប់បែបដាច់ដៃដាច់ជើងដាច់កន្លែងពោះដាច់ទ្រូងខ្ទេចខ្ទីអស់តែម្ដងនិយាយទៅគឺសភាពសពមួយដែលត្រូវខ្លាហែកស៊ីអ្នកដែលមានចំណេះដឹងគ្រាន់តែមើលក៏ដឹងថាស្លាប់ដោយសារខ្លាមួយក្បាលនោះគេឃើញដានជើងឃើញស្នាមមានស្នាមច្រើនស្នាមនេះស្នាមនោះអញ្ចឹងណាអ្នកភូមិគ្រាន់តែឃើញស្ត្រីម្នាក់នេះភ្លាមគាត់ចាប់ផ្ដើមភ័យពីមុនខ្លាស៊ីត្រឹមតែសត្វទេប៉ុន្តែឥឡូវស៊ីដល់មនុស្សទៀតធ្វើឲ្យអ្នកភូមិខ្លះគាត់ខ្លាចខ្លាំងអ្នកខ្លះមានកូនស្រីមានក្មេងតូចច្រើនអញ្ចឹងណាកូនចៅគាត់តូចធំអញ្ចឹងទៅកូនគាត់ជួបបញ្ហាបែបហ្នឹងគាត់នាំគ្នារត់ចេញពីភូមិអញ្ចឹងអ្នកភូមិខ្លាចនាំគ្នារត់ចេញពីភូមិប៉ុន្តែមិនមែនថាទាំងអស់ទេមានតែ 2-3 គ្រួសារអញ្ចឹងណាដែលគាត់ភ័យខ្លាចអញ្ចឹងទៅអ្នកខ្លះក៏នៅខ្លះក៏រត់អ្នកដែលនៅសល់ក្នុងភូមិព្យាយាមរកវិធីព្យាយាមប្រមាញ់រកខ្លាហ្នឹងណារហូតដល់យប់មួយព្រាននៅក្នុងព្រៃក្នុងភូមិនាំគ្នាចូលទៅពួនក្នុងព្រៃដើម្បីឃ្លាំចាំមើលសត្វខ្លាគេគិតថាបើខ្លាដើរចូលភូមិវាត្រូវតែកាត់ព្រៃមួយកន្លែងហ្នឹងដែលគាត់តាមលបមើលហ្នឹងណាទើបគាត់នាំគ្នានៅឃ្លាំមើលប៉ុន្តែពេលកំឡុងខ្លាពេលកំឡុងពេលដែលគាត់ឃ្លាំមើលហ្នឹងណាស្រាប់តែមានព្រានព្រៃម្នាក់ថាគាត់ឃើញកូនសិស្សលោកតាណាឈ្មោះបងផានហ្នឹងណាបងផាននេះគឺជាអ្នកដែលនៅជាមួយលោកតានិងព្រះសង្ឃយប់នោះមានអ្នកភូមិម្នាក់ឃើញបងផានដើរទៅក្នុងព្រៃពេលគេឃើញគេមិនឆ្ងល់ភ្លាមទេពេលហ្នឹងណាបែរជារាល់ដងគេអាចនឹងឆ្ងល់ព្រោះពីមុនគេដើរព្រៃយប់មិនអត់ដែលមានអីចម្លែកទេប៉ុន្តែស្ថានភាពឥឡូវពេលដែលមានខ្លាមកស៊ីមនុស្សស៊ីសត្វបែរជាបងផានដើរទៅក្នុងព្រៃធម្មតាដូចដើរគ្មានរឿងអីកើតឡើងអញ្ចឹងពេលគេឃើញបងផានប្រហែលជាមិនឃើញព្រានព្រៃដែលកំពុងពួនណាបងផានគាត់ឃើញព្រានព្រៃកំពុងពួនហ្នឹងឯងអញ្ចឹងបងផានហ្នឹងគាត់ដើរធម្មតាហើយព្រានព្រៃដែលពួនក៏អត់ស្រែកហៅសួរដែរក៏ស្ងាត់ពួននឹងដើមឈើអញ្ចឹងណា
ប៉ុន្តែពួកគាត់គ្រាន់តែឆ្ងល់អត់ឲ្យយប់ឡើងឃើញបងផាហ្នឹងគាត់ដើរចូលក្នុងព្រៃប៉ុន្តែពេលដែលគាត់ពួនទៅពេលព្រៃគាត់ពួនយប់បន្តិចចឹងបងផានដើរទៅក្នុងព្រៃហ្នឹងបាត់ប្រហែល2ម៉ោងពេលព្រៃដែលកំពុងពួននៅលើដើមឈើហ្នឹងគាត់សង្កេតឃើញខ្លាហ្នឹងកំពុងតែដើរមកតំបន់ដែលពួកគាត់កំពុងតែពួនហ្នឹងហើយខ្លាហ្នឹងគឺមានរូបរាងធំដូចមុនអញ្ចឹងដូចខ្លាមុនអញ្ចឹងពេលព្រៃទាំងអស់ហ្នឹងគាត់ឃើញភ្លាមក៏មិនម្នាក់អត់ចាំយូរទេទាញកំភ្លើងមកបាញ់តម្ដងទៅខ្លាហ្នឹងប៉ុន្តែបងប្អូនដឹងអត់ពេលដែលគាត់ថាព្រានព្រៃពួនបាញ់ទៅលើខ្លាហ្នឹងគឺពួកគាត់បាញ់ត្រូវប៉ុន្តែខ្លាហ្នឹងគឺអត់ងាប់ទេបាញ់ទៅឃើញវាប៉ះមែនបាញ់ចំខ្លាមែនតែខ្លាហ្នឹងរត់ទៅបាត់ចូលទៅក្នុងព្រៃជ្រៅទៅថែមទៀតអញ្ចឹងគាត់ថាបើជាខ្លាធម្មតាត្រូវកំភ្លើងប៉ុណ្ណឹងហើយណាគ្នាគាត់ឈរហ្នឹងហើយគឺងាប់ហើយឬក៏នៅស្ងៀមមកកន្លែងអញ្ចឹងប៉ុន្តែនេះអត់ទេត្រូវកំភ្លើងហើយគឺរត់ទៅចូលព្រៃធម្មតាពេលនោះដែរព្រានព្រៃគាត់ចុះនាំគ្នាចុះពីលើដើមឈើក៏នាំគ្នាដេញតាមខ្លាហ្នឹងហើយពួកគាត់ដេញអត់ទាន់ទេខ្លាហ្នឹងគឺរត់លឿនមែនតើរត់លឿនជាងមនុស្សអញ្ចឹងព្រានព្រៃទាំងអស់ក៏នាំគ្នាត្រឡប់មកកន្លែងដែលគាត់បានបាញ់ខ្លាមិញហ្នឹងណាទីតាំងដែលគាត់បាញ់ខ្លាហ្នឹងគាត់ក៏នាំគ្នាពិនិត្យមើលសង្កេតថាក្របកំភ្លើងដែលគាត់បាញ់មុននេះវាជ្រុះនៅម្ដុំហ្នឹងគ្រាប់ទឹកភ្លើងហ្នឹងវាអត់បានជាប់មួយខ្លាំងទេវានៅជ្រុះនៅលើដីនៅកន្លែងហ្នឹងអញ្ចឹងគាត់ថាមានន័យថាគ្រាប់កំភ្លើងហ្នឹងគឺបាញ់អត់ចូលក្នុងខ្លួនរបស់ខ្លាទេគឺបាញ់អត់ធ្លុះនៅស្បែករបស់វាបាញ់អត់ចូលទេអញ្ចឹងគាត់សន្និដ្ឋានថាខ្លាប្រកាសជាមិនធម្មតារដងអ្នកភូមិគាត់ព្រានព្រៃនៅក្នុងតំបន់របស់គាត់មិនមានអ្នកណាម្នាក់ដែលចេះមន្តអាគមទេគាត់ចូលព្រៃប្រមាញ់សត្វរដងម្នាក់គឺគាត់ប្រមាញ់ទៅតាមសមត្ថភាពធម្មតារបស់គាត់អត់ដែលមានចេះមន្តអាគមប្រើកំភ្លើងអាគមទេដល់ពេលដែលជួបហេតុការណ៍បែបនេះគាត់មិនដឹងថាគូរកវិធីដោះស្រាយបែបណាព្រោះបើយើងបាញ់ខ្លាទៅបាញ់ច្រើនគ្រាប់ហើយបែរជាខ្លាហ្នឹងអត់មានត្រូវអីដល់អញ្ចឹងអ្នកភូមិម្នាក់គាត់ចាប់ផ្ដើមភ័យខ្លាចបានទៅនាំគ្នាចូលក្នុងភូមិវិញនាំគ្នារកវិធីដោះស្រាយប៉ុន្តែដូចនិយាយហើយគ្មានអ្នកណាម្នាក់ចេះមន្តអាគមទេក្នុងភូមិរបស់គាត់ព្រោះអីរស់នៅសុខសាន្តធម្មតារកវិធីដោះស្រាយអត់បានទេគាត់នាំគ្នាភាសាអញ្ចឹងហើយគាត់នាំគ្នាថាបើកំភ្លើងហ្នឹងធ្វើអីអត់បានផងយកអ្វីធ្វើឲ្យឈ្នះមួយខ្លាហ្នឹងអញ្ចឹងនាំគ្នាគិតរកវិធីសាស្ត្រដោះស្រាយពួកដនក៏គាត់ថាចាប់ពីពេលនេះទៅក្នុងភូមិហ្នឹងគឺមានតែគោងាប់ក្របីងាប់និយាយទៅសត្វគឺងាប់អត់លួសហ្មងមួយថ្ងៃមួយថ្ងៃពីរតាមផ្ទះមួយអញ្ចឹងទៅចំណែកអ្នកក្នុងភូមិហ្នឹងផ្ទះខ្លះហ្នឹងគាត់ភ័យខ្លាចអញ្ចឹងក៏គាត់ចាប់ផ្ដើមនាំគ្នារើសម្ភារៈផ្ទះរបស់របរប្រើប្រាស់នេះគឺចាប់ផ្ដើមចេញពីភូមិហ្នឹងហើយឡើងនៅពីម្ដងមួយណានិយាយទៅភូមិគាត់ហ្នឹងគឺតូចប៉ុន្តែចាប់ផ្ដើមស្ងាត់ភូមិតូចសមាជិកតិចហើយស្ងាត់ហើយដល់ពេលមានបញ្ហាអញ្ចឹងទៀតគឺចាប់ផ្ដើមតែស្ងាត់ទៅទៀតណាហើយពីដងគាត់ប្រាប់ថាកាលហ្នឹងគាត់អាចជួយធ្វើអីបានទេព្រោះកាលហ្នឹងគាត់នៅអាយុតិចគាត់នៅក្មេងគាត់បានតែនៅផ្ទះនៅជាមួយឪពុកម្ដាយរបស់គាត់ចឹងណាពួកដូនគាត់ថាកំឡុងពេលភូមិកំពុងតែស្ងាត់ហ្នឹងមានអ្នកខ្លះនៅឃើញបងផានហ្នឹងគាត់ដើរយប់ឡើងធម្មតាទៀតចឹងណាហើយក៏ឃើញថាបងផានហ្នឹងចូលចិត្តតែដើរពេលយប់ក្នុងព្រៃដើរម្នាក់ឯងដើរយប់ជប់ជ្រៅអត់មានខ្លាចអ្វីទាំងអស់ទោះអ្នកភូមិគ្រប់គ្នាកំពុងតែមានភ័យខ្លាចក៏បងផានហ្នឹងក៏អត់ខ្លាចដែរគាត់នៅតែដើរធម្មតាដោយដើរកំពុងតែរកអីមួយអញ្ចឹងណាអ្នកភូមិដោយសារតែមិនហ៊ានចេញក្រៅបានតែមើលពីចម្ងាយរហូតដល់ព្រឹកឡើងគាត់ថាអ្នកភូមិផ្សេងហ្នឹងហ៊ានចុះក្រោមដោយសារតែខ្លាដែលបង្ហាញខ្លួននោះ
ភាគច្រើនបង្ហាញតែពេលយប់ពេលព្រឹកពេលថ្ងៃគឺអ្នកភូមិប្រើជីវិតធម្មតាអញ្ចឹងពូដនគាត់ថាថ្ងៃមួយហ្នឹងស្រាប់តែមានអ៊ំម្នាក់ហ្នឹងណាសុកគាត់ក៏អង្គុយឆ្ងល់អញ្ចឹងណាគាត់ក៏បញ្ចេញគំនិតថាសង្ស័យតែខ្លានៅក្នុងភូមិហ្នឹងឃើញរហូតហ្នឹងតិចគឺជាព្រាយខ្លាទៅអ៊ំនោះក៏គាត់សង្ស័យថាព្រាយខ្លាហ្នឹងតិចបងផានដែលជាកូនសិស្សលោកទៅអញ្ចឹងណាហើយអ៊ំហ្នឹងគាត់ដូចថាចេះតែឃើញទេគាត់សុកគាត់នឹកឃើញសង្ស័យក្នុងចិត្តរបស់គាត់អញ្ចឹងគាត់ក៏និយាយប្រាប់អ្នកភូមិហ្នឹងទៅប៉ុន្តែពូដនថាអ្នកនៅក្នុងភូមិហ្នឹងអត់មានអ្នកណាជឿលើព្រាយខ្លាហ្នឹងទៀតទេក្នុងស្រុកក្នុងតំបន់ក្នុងព្រៃភ្នំប៉ុន្តែមិនដល់ថ្នាក់ព្រៃជ្រៅទេដែលព្រៃជ្រៅដែលអាចថាមានខ្លាចូលមកនៅជាប្រចាំអញ្ចឹងណាអ្នកភូមិនៅទីនោះណាអត់ស្គាល់ព្រាយខ្លាមកទេឬក៏ជាជំនឿព្រាយខ្លាអញ្ចឹងមានតែអ៊ំស្រីម្នាក់ហ្នឹងឯងដែលសុកគាត់នឹកគិតថាបែបហ្នឹងដែលគាត់ជឿទៅលើរឿងហ្នឹងដោយអ្នកភូមិក្រៅពីហ្នឹងគាត់អត់ជឿទេដូចថាគាត់រស់នៅក្នុងព្រៃតាំងពីដើមមកហើយមិនដែលមានបញ្ហាអីចឹងគាត់អត់ជឿលើព្រាយលើបិសាចអីមានអញ្ចឹងមានតែអ៊ំស្រីម្នាក់ដែលគាត់គិតឃើញបែបហ្នឹងអញ្ចឹងណាអញ្ចឹងបងប្អូនជួយស្ដាប់មើលស្ដាប់សាច់រឿងទាំងអស់បងប្អូនគិតថាមិនដែរបើខ្ញុំគិតថាប្រហែលជាកូនសិស្សលោកហ្នឹងហើយបងផានហ្នឹងហើយដែលជាព្រាយខ្លាព្រោះដោយសារអ្នកស្រុកមិនដំបូងមកមិនគាត់ថាពេលដែលឃើញបងផានហ្នឹងចូលមកជាមួយកូនសិស្សលោកតាហ្នឹងឃើញថាគាត់មានសាក់មានយ័ន្តអីដូចជារូបអីច្រើនពេញខ្លួនគាត់ដែលគួរឲ្យខ្លាចអញ្ចឹងគិតថាបែរជាបងផាននឹងដែរតើបងប្អូនគិតយ៉ាងម៉េចជួយខមមិនទាំងអស់គ្នាផងអញ្ចឹងអរគុណជំរាបលាបងប្អូនសូមតាមដាននៅវីដេអូក្រោយៗទៀត